អូកូនในการลีเซียจำนวน$1.5พาเลข99เซนและกอดบาร์มาร์กทางกดหลักบอลนั่งไงกดหลักโดยគ្នាចុងក្រោយគឺน้องฟ้าจำนวน$1ដែលគាត់សុំរឿងគិរកោប្រចាំស៊ីซั่នទី3សម្រាប់រឿងគិរកោប្រចាំរដូវកាលទី3ប្រហែលជាបើមិនថ្ងៃសុក្រទេក៏ថ្ងៃសៅរ៍ដែរគ្នាហើយឥឡូវនេះយើងទៅបន្តខ្សែរឿងរបស់យើងទៀតផ្ដើមរឿងដំបូងនេះយើងឃើញថាមរុដែលមកពីសម្ព័ន្ធឆ្មាខ្មៅហ្នឹងគឺរត់ចេញពីផ្ទះបូននេះយ៉ាងលឿនបានហើយសង្តាសួរថាល្អដែរទេដែលពួកយើងទុកឲ្យពួកគេនោះចាក់ចេញទៅដោយដូច្នេះរួចកន្លែងនេះខ្សែរឿងក៏បានផ្លាស់ប្ដូរពីសម្ព័ន្ធឆ្មាខ្មៅហ្នឹងទៅជាសម្ព័ន្ធអាចកំបាំងងងឹតវិញចាហាប្រាប់ថាបើសិនជាយើងសម្រាប់ពួកគេសម្ព័ន្ធអាចកំបាំងងងឹតប្រកាសជាបញ្ជូនមនុស្សមកបន្ថែមហើយវាមិនមែនជាបញ្ហានោះទេដែលពួកវានឹងចាក់ចេញពីយ៉ាងរួចគាត់គិតថានៅពេលបច្ចុប្បន្នមរុដែលគាត់ប្រុងប្រយ័ត្នហ្នឹងគឺជា Master បាត់ដៃឋានសួគ៌ទាំង12ចេតនាដែលពួកគេមានមកលើពួកយើងគឺមិនទាន់មាននោះទេរួចចាហានិយាយថាពេលនេះយើងត្រូវការពេលវេលាដើម្បីវឹកហាត់រួចបញ្ហាដែលតាក់ទងទៅនឹងផ្ទះបូនដទៃទៀតឯងដោះស្រាយតែខ្លួនឯងទៅហើយពេលនេះគឺជាពេលវេលាដែលឯងបញ្ចេញសមត្ថភាពថាឯងគឺជាជាមួយការម្ចាស់សម្ព័ន្ធហើយសងតែលើបែបនេះហើយគឺភ្ញាក់ផ្អើលមែនតើចាហាបន្តតម្លៃរបស់ឯងនឹងត្រូវដកចេញបើសិនបើឯងហ៊ានយកប្រើរបស់យើងនឹងប្រើប្រាស់សងតែសួរថាតើមានរឿងអ្វីកើតឡើងចំពោះខ្ញុំទៅបើសិនបើខ្ញុំត្រូវបានដកចេញចាហាដើរចាក់ចេញទៅរួចប្រាប់ថាសេចក្តីស្លាប់នឹងរងចាំឯងសងតែលើបែបនេះហើយតបថាវាគឺមិនយុត្តិធម៌ទេចាហាប្រាប់ថាវាអាស្រ័យលើយើងទេព្រោះយើងគឺជាម្ចាស់សម្ព័ន្ធត្រូវហើយសងតែអបអរសាទរដល់ឯងតែខ្លាចទៅជាអ្នកគ្រប់គ្រងនោះជីវិតរបស់ឯងនៅពេលខាងមុខប្រកាសជាជោគជ័យសងតែលើចាហានិយាយដូច្នេះគឺខឹងមែនតើចំណែកចាហាវិញដើរចាក់ចេញទៅទាំងមិនខ្វាយខ្វល់អ្វីទាល់តែសោះសងតែនិយាយឡើងថាវាពិបាកណាស់នៅក្នុងការរស់នៅក្នុងពិភពអ្នកហាត់គុនបន្តមកខ្សែរឿងគឺការមកដល់ទីសំណាក់មួយរួចយើងក៏បានឃើញថាចាហាក៏ធ្វើរមាចូលមកខាងក្នុងនេះដែររួចយើងក៏ឃើញថាលោកឈូលយ៉ងនេះក៏កំពុងតែរងចាំចាហានៅទីនេះដែរបន្តមកចាហាក៏ទៅអង្គុយតុជាមួយនឹងគាត់ម្ចាស់ហាងនៅទីនេះសួរថាតើចង់បានមីមួយចានដែរទេចាហាតបថាយ៉ាងណាដែលឆ្ងាញ់ជាងគេឲ្យគាត់មួយចានមកឈូលយ៉ងនិយាយថាមិនគួរជឿនោះទេដែលអាចដោះស្រាយបងប្អូនឈូនោះបានហើយតើសម្ព័ន្ធអាចកំបាំងងងឹតហ្នឹងគឺមិនស្វែងរកឯងទេឬបើសិនបើរឿងនោះកើតឡើងមនុស្សជាច្រើននៅទីនេះប្រកាសជាត្រូវបានសម្លាប់ចាហាគិតថាតើតាចានេះមានចរិតបែបនេះពីមុនមកមែនទេព្រោះអីកាលពីពេលមុនគាត់តែងតែការពារទៅកាន់បងប្អូនឈូអីចាហាតបថាពួកគេគឺមិនទាន់ស្វែងរកខ្ញុំនោះទេមនុស្សជាច្រើននៅទីនេះប្រកាសជាមិនអញនោះទេបន្ទាប់ពីខ្ញុំបានសម្លាប់បងប្អូនឈូនោះឈូយ៉ងសួរថាតើឯងចង់ដោះស្រាយជាមួយនឹងសម្ព័ន្ធអាចកំបាំងងងឹតហ្នឹងដោយខ្លួនឯងមែនទេចាហាតបថាត្រូវហើយឈូយ៉ងបន្តថាវាពិបាកណាស់នៅក្នុងការជឿសម្ដីរបស់ឯងប៉ុន្តែភ្លាមក្មេងរត់តុកដូចជាឯងបែរជាទៅសម្លាប់បងប្អូនឈូនោះទៅវិញរឿងនេះវាពិតជាមិនគួរឲ្យជឿពិតមែនមើលតែឯងថ្ងៃនេះប្រហែលជាអ្នកចេញលុយហើយបើអញ្ចឹងមែនយើងអរគុណចំពោះអាហារមួយពេលនេះហើយណាចាហាតបថាតើលោកកំពុងតែកេងចំណេញទៅលើក្មេងរត់តុកដូចជាខ្ញុំមែនទេឈូយ៉ងប្រាប់ថាឯងគឺមិនមែនជាក្មេងរត់តុកទៀតឡើយតែឯងគឺជាម្ចាស់សម្ព័ន្ធហៅតើត្រូវដែរទេភ្លាមនោះម្ចាស់ហាងក៏មកដល់រួចក៏សួរថាសម្ព័ន្ធហៅតើចាហាជាអ្នកបង្កើតមែនទេចាហានិយាយឡើងថាឌូកសូហងលោកក៏ជាផ្នែកមួយនៃសម្ព័ន្ធហៅដែរឌូកសូតបថាខ្ញុំមែនទេប៉ុន្តែខ្ញុំគឺមិនចង់ចាំថាខ្ញុំក៏បានចូលរួមឡើយចាហាតបថាបន្ទាប់ពីខ្ញុំបានឃើញចរិតរបស់លោកហ្នឹងគឺលោកបានចូលរួមបាត់ទៅហើយបាទអញ្ចឹងគឺទៀវម្ចាស់នេះលោកផ្ដល់ឲ្យម្ចាស់សម្ព័ន្ធរបស់ខ្លួនគឺមិនយកលុយទេមែនទេឌូកសូលើឆ្នេះក៏ហាមឃាត់គឺមិនឲ្យចាហាហ្នឹងបរិភោគឡើយរួចប្រាប់ថាអតិថិជនណាហេតុអីបានជាលោកធ្វើសកម្មភាពដូចនេះប៉ុន្តែភ្លាមនោះក៏មានសម្លេងមួយបានហៅថាចាហាឯងឆាប់ចេញមកខាងក្រៅមកដែលយើងបានឃើញបរិះជត់ខ្មៅម្នាក់កំពុងតែchờចាំចាហានៅខាងក្រៅឌូកសូលើឆ្នេះក៏ប្រាប់ថាម្ចាស់សម្ព័ន្ធនៅពេលនេះដូចជាមានមនុស្សហៅលោកហើយចាហាតបថាខ្ញុំគិតថាខ្ញុំគឺជាអតិថិជនរបស់លោកឌូកសូបន្តលោកក៏គួរតែប្រុងប្រយ័ត្នផងចំណែកឈូយ៉ងក៏ប្រាប់ថាម្ចាស់សម្ព័ន្ធលោកគួរតែប្រុងប្រយ័ត្នខ្ញុំឆ្ងល់ណាស់បើសិនបើមេភ្លៀងនោះចង្កេះរបស់ខ្ញុំប្រកាសជាឈឺហើយចាហាក៏ដកដើរចាក់ចេញទៅរួចនិយាយថាអ្នកទាំងពីរបានហៅខ្ញុំថាជាម្ចាស់សម្ព័ន្ធនៅពេលដែលមានបញ្ហាមើលតែប៉ុណ្ណោះចំណែកនៅខាងក្រៅវិញយើងឃើញថាមេក៏កំពុងតែភ្លៀងដូចគ្នាចំណែកជនបិទមុខនោះក៏សួរថាតើឯងជាអ្នកសម្លាប់ជីសុកមែនទេចាហានិយាយឈ្មោះជីសុកនោះទាំងងឿងឆ្ងល់បន្តិចរួចក៏តបថាឈ្មោះមួយហ្នឹងយើងដូចជាធ្លាប់ឮរួចគាត់ក៏គិតទៅដល់អបិម្នាក់ដែលគាត់បានសម្លាប់កាលពីភាគមុនចាហានៅឃើញហើយក៏តបថាតើអាឈួតនោះទេឬចំណែកបរិះជត់ខ្មៅនោះក៏ប្រាប់ថាគាត់គឺជាវីស៊ុនវូមកពីក្រុមស៊ើបអង្កេតខ្មៅចាហាគិតថានេះគឺជាបិសាចដើរភ្លោះវីស៊ុនវូទេតើគាត់នេះកាលពីជីវិតមុនក៏ត្រូវបានស្លាប់ក្រោមដៃរបស់ចាហាយើងដែរហើយនៅពេលនេះគាត់នៅក្មេងទេប៉ុន្តែប្រហែលជាខ្លាចតែជាដើរបិសាចភ្លោះហើយស៊ុនវូសួរថាប្រាប់ពីហេតុផលមកដែលលោកគឺសម្លាប់គាត់ចាហាប្រាប់ថាដោយសារតែម្នាក់នោះវាបានដុតផ្ទះរបស់ខ្ញុំស៊ុនវូតបថាយើងយល់ហើយពីហេតុផលដែលឯងសម្លាប់គាត់នោះប៉ុន្តែអរគុណដោយសារតែឯងនៅពេលនេះគឺត្រូវស្លាប់ដូចគ្នាចាហាតបថាខ្ញុំឆ្ងល់ណាស់បើសិនបើអ្វីដែលកើតឡើងនេះគឺដូចគ្នាទៅនឹងអ្វីដែលឯងចង់បានប៉ុន្តែខ្ញុំប្រកាសថាវាគឺមិនអាចកើតឡើងបាននោះទេព្រោះអីក្បាលរបស់ឯងនឹងគឺ
គឺគ្មានសក់ទៀតនោះទេអបនោះលើបែបនេះហើយគឺខឹងជាមួយនឹងចាហាយើងមែនតែនហើយភ្លាមនោះដែររន្ទះក៏បានចូលមកខាងក្រោមទីកន្លែងរបស់ពួកគេរួចសុនវូក៏បានបញ្ចេញសាច់ស្នៀតដើម្បីវាយប្រហារទៅកាន់ចាហាឃើញបែបនេះក៏បញ្ញាប់កិច្ចពីការវាយប្រហាររបស់សុនវូភ្លាមនោះចាក៏បានទាត់ដីដែលមានទឹកនៅខាងក្រោមនឹងទៅកាន់ភ្នែកអបនោះដែលធ្វើឲ្យអបមួយនោះក៏រៀងខឹងជាមួយនឹងចាហាយើងដែរចាហាគិតថាដើរបិសាចភ្លួគឺត្រូវមានមនុស្សចំនួន2នាក់ខ្ញុំជឿថាគោយ៉ាងស៊ូប្រហែលជានៅទីនេះដូចគ្នារួចចាក៏បន្តការពារពីការវាយប្រហាររបស់សុនវូនោះដែលសុនវូនោះបានប្រើសិទ្ធិណាជាច្រើនវាយប្រហារទៅកាន់ចាហាប៉ុន្តែមិនត្រូវចាហានោះទេបានត្រឹមតែធ្វើឲ្យចាហានឹងដកថយមកខាងក្រៅតែប៉ុណ្ណោះចាហាគិតថាអបនោះគឺកំពុងតែប្រឱកាសឲ្យខ្លួនដើម្បី counter attack ទៅវិញប៉ុន្តែដៃគោរបស់វាម្នាក់ទៀតគឺកំពុងតែចង់លួចវាយប្រហារចាហាយើងគ្រប់ពេលវេលាព្រាមមុនដែរយើងឃើញថាសងតាក៏ធ្វើរមាម្ដងចាហាប្រាប់ទៅកាន់សងតាថាគាត់នេះគឺជា Master Master ឯសងតាវិញដោយសារតែមេភ្លៀងខ្លាំងពេកនឹងក៏បានដកបោចុងសក់របស់ខ្លួនចាញ់ឯសុនវូវិញក៏ចាប់ផ្ដើមវាយប្រហារទៅកាន់ចាហាយើងបន្តទៀតហើយចំណែកចាហាកំពុងតែកិច្ចពីការវាយប្រហារនោះប្រាប់ទៅកាន់សងតាថាគួរតែប្រុងប្រយ័ត្នផងគឺមានមនុស្សម្នាក់ទៀតកំពុងតែលាក់ខ្លួនសងតាលើដូច្នេះក៏បញ្ញាប់ស្វែងរកថាម្នាក់ទៀតនឹងគឺនៅឯណាហើយសងតាគឺរំឃើញពីវត្តមានមនុស្សម្នាក់ទៀតទេព្រាមនោះយើងក៏បានឃើញមនុស្សម្នាក់នៅលើដំបូលបានសម្រាលខ្លួនលោតចូលមកខាងក្រោមសងតាឃើញបែបនេះក៏ភ្ញាក់ផ្អើលដែរដោយសារគឺពិតជាមានមនុស្សម្នាក់ទៀតពិតមែនឯចាហាសមាជិកមែនតែដោយសារតែម្នាក់ទៀតគឺបានបង្ហាញខ្លួនហើយសុនវូនេះឡើងថាមើលតែឯងគឺដឹងអំពីវត្តមានរបស់ពួកយើងនឹងតាំងពីដំបូងមកម្ល៉េះរួចគាត់ក៏ប្រាប់ប្រកាន់សិស្សប្អូនខ្លួនថាចាហាយើងនឹងក៏ជា Master លក្ខកម្លាំងម្នាក់ផងដែរបន្ទាប់ពីនិយាយគ្នារួចពួកគេទាំងពីរនឹងក៏ចាប់ផ្ដើមធ្វើសកម្មភាពតែម្ដងប៉ុន្តែមិនទាន់នឹងបានបញ្ចេញសកម្មភាពអ្វីផងក៏ត្រូវបានសងតានឹងស្រែកឡើងថាណែអាចង្រៃក្បាលត្រង់ោយើងក៏ចូលរួមផងដែរយល់ល្អពួកឯងគួរតែប្រយ័ត្នក្រោយខ្នងបន្តិចតែឯងដឹងទេថាមនុស្សគ្រប់គ្នានឹងហើយយើងថាម៉េចមិនឯងនោះទេបើសិនបើពួកឯងនឹងមិនដឹងប៉ុន្តែបន្ទាប់ពីប៉ះជាមួយយើងហើយពួកឯងក៏ចេះដឹងថាយើងគឺជានរណាគេហើយរួចសងតាក៏ស្រែកឡើងថាពួកឯងត្រៀមខ្លួនទៅហើយទៅចំណែកឯ3នាក់នោះវិញគឺគាំងជាមួយនឹងសងតាមែនតែនសងតាបន្តឥឡូវនេះយើងនឹងចូលរួមដើម្បីឲ្យការប្រយុទ្ធនេះគឺស្មើគ្នាអាក្បាលតងោយើងនឹងបំបីក្បាលឯងមុនគេតែម្ដងសុនវូលើសងតាហៅខ្លួនបែបនេះគឺខឹងសម្បាមែនតែនរួចគាត់ក៏ចាប់ផ្ដើមបើកការវាយប្រហារទៅលើសងតាតែម្ដងសងតាក៏យកដៃរបស់ខ្លួនមករងទាំងពិបាករួចគាត់គឺមិនអាចទប់ទល់ជាមួយនឹងសៀតបាល់របស់សុនវូបានទេដែលយើងបានឃើញថាគាត់ប៉ាមកខាងក្រោយដួលសន្លប់បាត់ទៅហើយចាហាឃើញបែបនេះហើយក៏រៀងផ្ញើផ្អើលផងដែររួចចាហានិយាយឡើងថាមិនអីនោះទេយើងគឺមិនទិញវានោះទេដូច្នេះឯងបញ្ញាប់ងើបឡើងមកសងតាលើបែបនេះក៏ងើបឡើងរួចសួរថាតើពិតមែនត្រូវទេរួចសងតានិយាយឡើងថាឥឡូវនេះសម្លៀកបំពាក់របស់គាត់គឺប្រឡាក់អស់ហើយឯចាហាសួរថាតើឯងគិតថាវារំលងការដែរមែនទេសងតាប្រាប់ថាបើសិនជាមេបំភ្លៀងនោះទេវាក៏មិនអញ្ចឹងដែរខ្ញុំអាចកាត់ក្បាលពូវាបានគ្រប់ពេលបើសិនបើពូវានោះធ្វេសប្រហែលចំណែកសុនវូនិយាយឡើងថាមើលទៅពូវានេះគឺកំពុងតែលេងសើចជាមួយនឹងពូយើងតែតើសងតានិយាយទៅកាន់ចាហាថាមើលទៅអបិក្បាលទាំងអស់នោះវាកំពុងតែភ័យខ្លួនហើយចាប់តាំងពីក្បាលរបស់វាមិនមានសក់នោះមើលទៅតែភ្លៀងដូចជាកំពុងតែរាំលេងលើក្បាលរបស់វាអញ្ចឹងសុនវូលើបានមេហើយក៏កាន់តែខឹងសម្បាជាមួយនឹងសងតានោះមិនថែមទៀតរួចគាត់ក៏ស៊ូតែវាប្រហារទៅលើសងតាដោយនិយាយថាឆាប់ងាប់ទៅសងតាឃើញបែបនេះហើយក៏រៀងផាត់ភ័យផងដែរប៉ុន្តែភ្លាមនោះចាហាក៏ចេញមករងដើររបស់សុនវូនោះសុនវូឃើញបែបនេះហើយគឺមិនអស់ចិត្តនោះទេក៏បានវាប្រហារទៅកាន់ចាហាបន្ថែមប៉ុន្តែយើងឃើញថាគាត់គឺមិនអាចធ្វើអ្វីទៅលើចាហាបានឡើយហើយចាហាបន្ទាប់ពីរៀបរៀងពីការវាប្រហារនោះរួចក៏បានដកខ្លួនមកខាងក្រោយបន្តិចពេលញ៉ាំនោះឃើញបែបនេះហើយក៏រៀងពិបាកដោះស្រាយជាមួយនឹងចាហាយើងដែរចំណែកចាហាគិតថានេះគឺជាពេលវេលាដំបូងដែលគាត់ទទួលបានអារម្មណ៍បន្ទាប់ពីត្រឡប់មកកាន់អតីតកាលវិញហើយបានជាការប្រយុទ្ធនេះធ្វើឲ្យគាត់រំភើបម្លេះចំណែកពួកគេនេះក៏រៀងឆ្ងល់ដែរហើយបានជាចាហាយើងញញឹមមិនចឹងនៅពេលភ្លាមនោះចាហាក៏បានដកដៃរបស់គាត់ចេញពីស្រោមដែលយើងមកឃើញមានចំហាយពណ៌ក្រហមសាយភាយចេញពីខ្លួនរបស់គាត់អ្នករាល់គ្នាដែលមានវត្តមាននៅទីនេះឃើញបែបនេះហើយគឺមានការផ្សាយផ្អើលមែនតើសងតានិយាយតិចៗថាមានពលិសបានលើកចេញជុំវិញដៃរបស់គាត់ចំណែកឯពីណានោះដឹងថាអ្វីដែលចាហាយើងបានមកចេញគឺជា SWOT key ចំណែកចាហាកាន់ដៃរបស់គាត់ឈើមើលទៅកាន់ពីណានោះយ៉ាងធម្មតាចំណែកពីណានោះវិញក៏បានមើលមុខគ្នារួចក៏ងក់ក្បាលបន្តិចបន្ទាប់មកពួកគេទាំងពីរក៏ចាប់ផ្ដើមប្រតិសិនជុំវិញខ្លួនប្រាណរបស់ចាហាដែលពួកគេក៏បានខិតចិត្តទៅរកចាហាយើងបន្តិចម្ដងនៅពេលដែលចិត្តទៅដល់ចាហាគួរសមហើយពួកគេក៏ចាប់ផ្ដើមបើកការវាយប្រហារតែម្ដងចាហានៅស្ងៀមបន្តិចរួចគាត់ក៏បើកការភ្នែករបស់គាត់រួចយើងក៏បានឃើញថាចំហាយដៃរបស់ចាហានឹងបានវាយប្រហារទៅលើខ្លួនប្រាណពួកគេទាំងពីរត្រឹមតែមួយផ្លែតតែប៉ុណ្ណោះពួកគេទាំងពីរនាក់ក៏បានដេកនៅក្នុងថ្លុកឈាមបាត់ទៅហើយសងតាឃើញរឿងបែបនេះកើតឡើងហើយក៏
ក៏រៀងផាត់ភ័យផងដែរចំណែកឯពេលអ្នកនេះនៅក្នុងផ្ទះវិញក៏បានឃើញរឿងគ្រប់យ៉ាងយ៉ាងពេញភ្នែកដូចគ្នាចំណែកឯចាវិញបន្ទាប់ពីសម្លាប់ពួកគេទាំងពីរអ្នកនោះរួចគាត់ក៏ឈរស្ងៀមតែម្ដងហើយនៅពេលភ្លាមនោះដែរសងតាក៏ដើរទៅអរគុណទៅកាន់ចាបន្ទាប់មកសងតាក៏សួរថាតើពួកគេទាំងពីរអ្នកហ្នឹងជានរណាចាប្រាប់ថាពួកគេគឺជាក្រុមសម្ងាត់ខ្មៅសងតាលើបែបនេះហើយគឺផ្សាយប៉ាមែនតែនដោយសារក្រុមសម្ងាត់ខ្មៅហ្នឹងគឺស្ថិតនៅលើសម្ព័ន្ធអាកំបាំងងឹតទៅទៀតមើលទៅរឿងមួយនេះគឺកាន់តែរីកធំឡើងហើយឯចាក៏ប្រាប់ថាឥឡូវនេះយើងទៅងូតទឹកអីសងតាប្រាប់ថាបើអញ្ចឹងទីកន្លែងមួយនេះខ្ញុំជាអ្នកសម្អាតឈរយងបន្ទាប់ពីឃើញស្នាដៃរបស់ចាហើយគឺដឹងថាចាគឺពិតជាអ្នកសម្លាប់បងប្អូនតកូឈូនោះពិតមែនរួចសាររឿងគឺការមកខាងផ្ទះបនផ្កាព្រេងវិញយើងឃើញថាចាគឺកំពុងតែដេកត្រាំទឹកចាគិតថាខ្លួនគាត់នឹងគឺត្រូវតែខ្លាំងក្លាឡើងកាន់តែលឿនបើសិនបើមានអ្នករំខានខ្ញុំពួកមនុស្សទាំងអស់នោះគឺមករកសេចក្តីស្លាប់ហើយលើពីនេះបញ្ជីនៃក្រុមដែលខ្ញុំត្រូវដោះស្រាយជាមួយនឹងគឺមានសម្ព័ន្ធអាចកំបាំងងឹតជាមួយនឹងក្រុមសម្ងាត់ខ្មៅហើយនៅពេលភ្លាមនោះដែរគាត់គឺទទួលអារម្មណ៍ដឹងថាមានអ្វីម្យ៉ាងដែលមិនស្រួលគឺនៅខាងក្រៅនៅពេលភ្លាមនោះយើងក៏បានឃើញមនុស្សពីរនាក់បានចូលមកដល់ទីកន្លែងរបស់ចាឃើញបែបនេះហើយក៏និយាយថាអូជាពួកឯងទេតើបរោះពាក់អាវពណ៌បៃតងគឺមកពីផ្ទះបូនលីឯបរោះពាក់អាវពណ៌លឿងគឺមកពីផ្ទះបូនស៊ីចានិយាយតិចថាតើសងតាជាអ្នករៀបចំរឿងនេះមែនទេភ្លាមនោះពួកគេទាំងពីរនាក់ក៏បានវាយប្រហារទៅកាន់ចាយើងតាមម្ដងចាឃើញបែបនេះក៏បានបំផ្លាញអាងទឹកដែលគាត់កំពុងតែអង្គុយនឹងតាមម្ដងដែលធ្វើឲ្យពួកគេទាំងពីរនាក់នោះរៀងពិបាកមើលបន្តិចបន្ទាប់មកចាក៏ស៊ូទៅយ៉ាងលឿនដាក់ពួកគេនោះម្នាក់មួយក្រញ៉ាំដែលបានធ្វើឲ្យពួកគេទាំងពីរនាក់នោះប៉ះខ្ទាតទៅបុកនឹងជញ្ជាំងខាងក្រៅចាគិតថាពួកគេទាំងពីរនាក់នេះគឺមកវាយប្រហារគាត់ប្រហែលជាពួកវាបានដឹងហើយថានៅក្នុងបន្ទប់ទឹកហ្នឹងយើងគឺគ្មានអាវុធនោះទេតែវាគឺជាស្នាដៃរបស់ឆាសុងតាមែនទេរួចគាត់ក៏ស្លៀកពាក់ដើមខាងក្រៅរួចសួរថាអាណាទៅឆាសុងតាអ្នកបម្រើក៏បានប្រាប់ថាឆាសុងតាគឺមិននៅទីនេះទេចាគម្រាមថាយល់ល្អអញគួរតែនិយាយការពិតប្រាប់យើងមកអ្នកបម្រើនោះប្រាប់ថាជាការពិតខ្ញុំគឺមិនទាន់ឃើញគាត់ត្រឡប់មកវិញនៅឡើយទេចាក៏រៀងឆ្ងល់ផងដែរបន្ទាប់មកគាត់ក៏ដើរចាក់ចេញពីទីកន្លែងនោះចាគិតថាមិនដឹងថាសុងតានឹងគឺចូលរួមនៅក្នុងការវាយប្រហារមួយនេះដែរទេប៉ុន្តែបើសិនបើមានឆ្កែណាហ៊ានបង្ហាញចង្កូមនៅចំពោះមុខយើងហើយនោះឆ្កែមួយក្បាលនោះពួកវាគឺត្រូវតែងាប់ភ្លាមនោះគាត់ក៏លើកសម្លេងនិយាយឡើងថាពួកអាចចង្រៃឆាប់ចូលមករកយើងមកចាស្ដាប់សម្លេងនោះហើយដឹងថាម្នាក់នោះគឺជាសុងតារួចចាក៏បញ្ញាប់ធ្វើរមាទៅរួចគាត់ក៏ឃើញមានសាកសពជាច្រើនបានដេកស្លាប់ផងដែររួចគាត់ក៏ធ្វើរមាទៅដល់ទីកន្លែងមួយដែលបានឃើញថាមានមនុស្សមួយក្រុមគឺកំពុងតែនៅជុំគ្នាមនុស្សមួយក្រុមនោះនិយាយថាមើលទៅអាចចង្រៃនេះវាគឺនឿយហត់ហើយឥឡូវពួកយើងគួរតែចូលទាំងអស់គ្នាតែម្ដងទៅចំណែកសុងតាវិញគាត់ក៏ប្រឹងលើកដើរឡើងទាំងមានរបួសឡើងពេញខ្លួនចាឃើញបែបនេះក៏រៀងភ្ញាក់ផ្អើលផងដែររួចក៏បានហៅឈ្មោះសុងតាមនុស្សមួយក្រុមនោះលើបែបនេះហើយក៏សម្លឹងមើលទៅកាន់ចានេះឡើងថាអស់ចាមែនសុងតាដែលឯងហ្នឹងគឺនៅរស់ឯសុងតាឃើញចាហើយក៏បានសុំឲ្យចាហ្នឹងគឺជួយខ្លួនផងហើយសុងតាក៏ស្រែកសួរចាថាហេតុអីបានជាឈើស្ងៀមអញ្ចឹងមិនចាប់មកជួយគាត់មើលចាតបថាណែអញគឺជាមនុស្សដែលត្រូវគេជួយដូច្នេះគួរតែខ្មាស់អៀនមាត់ផងរួចយើងឃើញថាមនុស្សមួយក្រុមនោះគឺចាប់ផ្ដើមដាក់គោលដៅមកលើចាម្ដងហើយចាសួរទៅកាន់ពួកវានោះថាចង់ធ្វើអីហ្នឹងបើអញ្ចឹងចាប់ចូលមករើយើងមើលមនុស្សមួយក្រុមនោះនិយាយថាយើងមិនខ្លាចឯងនោះទេព្រោះអីអាចចង្រៃនោះគ្រាន់តែជាក្មេងរត់តុកតាប៉ុណ្ណោះពួកយើងគួរតែសម្រុកទៅរកវាទាំងអស់គ្នាតែម្ដងទៅចាឃើញពួកគេស្ទុះមើលទាំងអស់គ្នាដូច្នេះគឺគ្មានការផិតភ័យអ្វីឡើយរួចចាក៏បានប្រើប្រាស់ស្គីបាតដៃរបស់គាត់នឹងផ្ដួលទៅកាន់ពួកគេត្រឹមតែមួយរំពេចហើយមើលទៅមនុស្សសំបីតែម្នាក់ក៏មិននៅរស់ផងដែរសុងតានិយាយឡើងថាពួកអាចចង្រៃទាំងអស់នេះយើងស្ទាក់វាយឆាសុងតាយើងផងចំណែកចាសម្លឹងមើលទៅកាន់សុងតាជាមួយនឹងកសែភ្នែកមុតមែនតែនសុងតាសួរថាតើលោកមើលទៅនេះគឺមកជួយខ្ញុំមែនទេចាតបថាអត់ទេយើងមើលទីនេះដើម្បីស្វែងរកឯងសម្រាប់ចោលទេតើសុងតាលើបែបនេះហើយក៏បញ្ញាប់សួរថាហេតុអីបានជាចង់សម្រាប់ខ្ញុំអញ្ចឹងចាតបថាយើងគិតថាឯងនឹងគឺជាគ្នារបស់ពួកវានោះសុងតាសួរថាបើអញ្ចឹងគឺមានមនុស្សទៅរកម្ចាស់សម្ព័ន្ធដែរឬចាតបថាត្រូវហើយយើងកំពុងតែងូតទឹកសុកក៏ស្រាប់តែមានមនុស្សស្ទុះចូលមកតែម្ដងសុងតានិយាយថាមើលទៅពួកអាចចង្រៃទាំងអស់នោះវានៅតែមិនទាន់ដឹងទេតែហ៊ានមកចង់សម្លាប់ Master Master ដែលខ្លាំងជាងបងប្អូនឈូឥឡូវនេះការយល់ច្រឡំបានដោះស្រាយហើយបន្ទាប់ពីលោកបានឃើញសភាពរបស់ខ្ញុំមែនទេខ្ញុំគឺមិនមែនជាគ្នារបស់ពួកអាចចង្រៃទាំងអស់នោះឡើយចាតបថាត្រូវហើយមើលទៅគឺមិនដូចនោះទេសុងតាគឺខឹងមែនតែនបន្ទាប់ពីលើដូច្នេះដោយសារចាយើងនឹងគឺមកតាមស្វែងរកគាត់ដើម្បីសម្លាប់នឹងភ្លាមនោះចាហើយទៅកាន់សុងតារួចក៏សួរថាតើមនុស្សទាំងអស់នេះគឺមិនមែនមកពីសម្ព័ន្ធ
អាចកំបាំងងងឹតទេឬហើយតែមានអ្នកណាគេខ្លះទៅដែលយើងត្រូវតាសម្លាប់នៅក្នុងអៀយ៉ាងមើលទៅពួកវាទាំងអស់នោះមើលងាយមកកាន់យើងព្រោះអីយើងគឺជាក្មេងរត់តុកយើងគឺចង់សម្លាប់មនុស្សទាំងអស់នោះចោលនៅក្នុងអៀយ៉ាងគឺមិនចង់ឲ្យមានរឿងបែបនេះកើតឡើងម្ដងទៀតនោះទេសងទាំងតបថាមិនអីទេចាំខ្ញុំតាមស្វែងរកអ្នកណាគេដែលហ៊ានមើលងាយមកកាន់ម្ចាស់សម្ព័ន្ធចាហាសួរថាធ្វើវាមែនទេសងទាំងតបថាយល់ហើយចាហាសួរម្ដងទៀតថាយើងសួរថាឯងនឹងធ្វើវាដែរទេសងទាំងតបថាខ្ញុំនឹងធ្វើវាចាហាលើបែបនេះក៏ដើរចាក់ចេញទៅរួចប្រាប់ថាឥឡូវយើងទៅងូតទឹកហើយបន្តមកសាយរឿងគឺការមកដល់ថ្ងៃថ្មីយើងឃើញថាសងទាំងក៏បានរៀបចំមនុស្សដើម្បីឲ្យសាងសង់សម្ព័ន្ធហៅផងដែរចំណែកឯចាហាខាងនេះវិញគាត់គឺចាប់ផ្ដើមធ្វើការវឹកហាត់បន្តមករយៈពេល1ខែក៏បានកន្លងផុតទៅយើងឃើញថាសម្ព័ន្ធហៅគឺចាប់ផ្ដើមសាងសង់ចេញរូបរាងបន្តិចហើយចាហាសួរថាតើរយៈពេល1ខែធ្វើបានតែប៉ុណ្្នឹងទេឬសងទាំងប្រាប់ថាសម្ព័ន្ធធំដូចនេះចំណាយពេលយ៉ាងហោចណាស់ក៏1ឆ្នាំផងដែរចាហាសួរថាតើអាចធ្វើលឿនជាងនេះបានដែរឬទេបើសិនបើគ្នាយើងចង់ឧបត្ថម្ភមកកាន់ខ្ញុំបានគឺអាចឧបត្ថម្ភបានតាមរយៈ QR Code ដែលមាននៅលើវីដេអូនេះដោយរាល់ការ donate របស់អ្នកទាំងអស់គ្នាគឺជួយមកដល់រូបខ្ញុំបានច្រើនមែនទែន